ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិថ្ងៃនេះយប់ជ្រៅបន្តិចហើយនៅក្នុងប្រទេសកូរ៉េគឺម៉ោង11កន្លះយប់ហើយតែដោយសារខ្ញុំអូស Facebook ទៅឃើញបងស្រីម្នាក់ឈ្មោះ Facebook ស្រីនាកំពង់ចាមគាត់បាន screenshot Facebook របស់បណ្ឌិតសេងសារីយកមកផុសហើយបណ្ឌិតសេងសារីនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដាក់រហស្សនាមថាជាអាឡងងវិទូឬក៏អាឡងងទូចាដោយសំណេររបស់សេងសារីនេះបានសរសេរដូចនេះថាមេដឹកនាំដែលអនុញ្ញាតឲ្យជនកំពេចកំពុក MMO និងអ្នកកាសែត502នាក់លូកដៃចូលការងាររាជការនិងជេរប្រមាថរាជការគឺជារឿងគួរឲ្យអាម៉ាស់បំផុតហើយគ្មានសម័យណាដែលរាជការត្រូវបានជេរប្រមាថដោយសម័យដែលដឹកនាំដោយកូននាគនោះទេចាបន្ទាប់មកបុគ្គលនេះបានកាត់រូបភាពលោកតាំងកំសួរនិងលោកផៃវណ្ណៈភ្ជាប់ជាមួយនឹងរូបភាពនេះអញ្ចឹងខ្ញុំឆ្លៀតឱកាសនេះធ្វើការបកស្រាយទៅដល់បណ្ឌិតល្ងងទូឬក៏អាល្ងងទូនេះឲ្យបងប្អូនជនរួមជាតិបានជ្រាបបានយល់ចាអញ្ចឹងខ្ញុំសូមបកស្រាយតាមវគ្គតាមឃ្លាដំបូងគេសរសេរថាមេដឹកនាំដែលអនុញ្ញាតឲ្យជនកំពេចកំពុក MMO និងអ្នកកាសែត502នាក់លូកដៃចូលការងាររាជការនិងជេរប្រមាថរាជការគឺជារឿងដែលគួរឲ្យអាម៉ាស់បំផុតចំណុចនេះសបញ្ជាក់អំពីសម្ដេចតេជោដាក់រហស្សនាមឲ្យបុគ្គលនេះឈ្មោះថាអាឡងងទូគឺពិតជាត្រឹមត្រូវណាស់បណ្ឌិតនេះរៀនអស់តែទឹកដិចខាតតែស្លឹកសភៅទេចាមើលសំណេរនឹងមើលបងប្អូននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានផ្ដល់ឱកាសឲ្យមហាជនទូទៅមានការចូលរួមរិះគន់ស្ថាបនាកែលម្អទៅដល់មន្ត្រីរាជការសាធារណៈណាដែលមិនគោរពច្បាប់បំពានទៅដល់ផលប្រយោជន៍ជាតិឬក៏ផលប្រយោជន៍របស់ប្រជាជនបែរជាក្រុមជ្រុលនិយមដែលមានបណ្ឌិតសេងសារីនេះមករិះគន់រាជរដ្ឋាភិបាលថាបណ្តែតបណ្ដោយឲ្យអ្នកសារព័ត៌មានឲ្យសកម្មជនក្នុងសង្គមធ្វើការរិះគន់វាយប្រហារទៅដល់រាជការហើយចាត់ទុកថាគឺជាការអាម៉ាស់របស់ថ្នាក់ដឹកនាំទៅវិញវាហួសហេតុវាអត់ត្រឹមត្រូវបងប្អូនហើយខ្ញុំក៏សូមប្រដៅទៅបណ្ឌិតល្ងងទូឯងវិញថាអ្នកដែលប្រមាថមន្ត្រីរាជការប្រមាថច្បាប់ប្រមាថស្ថាប័នរដ្ឋពិតប្រាកដមិនមែនលោកផៃវណ្ណៈមិនមែនលោកតាំងកំសួរទេណាឬក៏សកម្មជនសង្គមផ្សេងៗដែលរិះគន់ដើម្បីស្ថាបនារិះគន់ដើម្បីការពារជាតិការពារប្រយោជន៍ប្រជាជនទេអ្នកដែលប្រមាថស្ថាប័នរដ្ឋស្ថាប័នច្បាប់ឬក៏មន្ត្រីរាជការពិតប្រាកដនោះគឺជាជនល្មើសដែលបំផ្លាញប្រយោជន៍ជាតិប្រយោជន៍ប្រជាជនបំផ្លាញធនធានធម្មជាតិដែលរាជរដ្ឋាភិបាលលោកបានខិតខំប្រឹងប្រែងហើយដាក់ច្បាប់ឲ្យអនុវត្តតែមន្ត្រីពុករលួយទាំងអស់នោះវារំលោភវាបំពានវាក៏ក្លឿនវាមិនគោរពអ្នកទាំងអស់នោះហើយជាអ្នកដែលប្រមាថទៅដល់មន្ត្រីរាជការដែលល្អប្រមាថទៅដល់ស្ថាប័នរដ្ឋប្រមាថទៅដល់ច្បាប់អ្នកឯងយល់ទេហើយមន្ត្រីខលខូចទាំងអស់នឹងហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កិត្តិយសរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំគណៈបកប្រជាជនយល់អត់អញ្ចឹងហើយបានរាជរដ្ឋាភិបាលកម្ពុជាយើងតែងតែផ្ដល់ឱកាសឲ្យសកម្មជនសង្គមផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានផ្ដល់ព័ត៌មានពិតកុំនិយាយប្រឌិតឬក៏ប្រលើសបង្កើតស្ថានភាពវឹកវរក្នុងសង្គមបើថាចាប់បានចំណុចណាយើងនិយាយតែចំណុចហ្នឹងទៅកុំញុះញង់បំភាន់បំភ្លៃដើម្បីចេតនាកេងចំណេញនយោបាយប៉ុន្តែបើសិនជាធ្វើដើម្បីប្រយោជន៍ជាតិប្រយោជន៍សង្គមប្រជាជនរាជរដ្ឋាភិបាលខ្មែរយើងលោកពិតជាបានខិតខំលើកទឹកចិត្តពិតប្រាកដមែនណាកុំតែធ្វើការរិះគន់វាយប្រហារកេងបន្លំចំណេញនយោបាយទុច្ចរិតសំណេររបស់បណ្ឌិតល្ងងទូឯងនេះគឺធ្វើការលើកទឹកចិត្តទៅដល់មន្ត្រីខលខូចទៅដល់ឈ្មួញដែលប្រព្រឹត្តបទល្មើសព្រៃឈើបំផ្លាញធនធានធម្មជាតិតែបែរជាធ្វើការវាយប្រហារអ្នកការពារប្រយោជន៍ជាតិប្រយោជន៍ប្រជាជនទៅវិញនេះឃ្លាចុងក្រោយរបស់បណ្ឌិតល្ងងទូសរសេរថាហើយគ្មានសម័យណាដែលរាជការត្រូវបានជេរប្រមាថដោយសម័យដែលដឹកនាំដោយកូននាគនេះទេសំណេរចុងក្រោយរបស់បណ្ឌិតគំនិតពីលនេះក្នុងន័យអវិជ្ជមានខ្ញុំមិនបកស្រាយទេគិតថាន័យត្រង់ទៅចោះតែខ្ញុំគិតក្នុងន័យវិជ្ជមានវិញសំណេរក្នុងខាងសំណេរចុងក្រោយនេះណាគឺមានន័យថាសម័យសម្ដេចបវរធិបតីហ៊ុនម៉ាណែតដឹកនាំប្រទេសគឺបានផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានឲ្យអ្នក
លេងបណ្ដាញសង្គមឬក៏សកម្មជនសង្គមផ្ដល់ព័ត៌មានហ៊ាននិយាយរិះគន់ហ៊ានការពារប្រយោជន៍ជាតិប្រយោជន៍ប្រជាជនចាចង់មានន័យថាអញ្ចឹងបងប្អូនណាអញ្ចឹងយើងជាប្រជាពលរដ្ឋចូលរួមគាំទ្រនិងចូលរួមសហការជាមួយរាជការក៏ដូចជារដ្ឋាភិបាលគោរពនិងអនុវត្តច្បាប់ការពារប្រយោជន៍ជាតិប្រយោជន៍ប្រជាជនជាពិសេសធនធានធម្មជាតិបើបងប្អូនបានឃើញបានដឹងត្រូវរាយការណ៍ទៅដល់សមត្ថកិច្ចចាឬក៏ទៅដល់សកម្មជនសង្គមដែលគេពិតជាបានធ្វើកិច្ចការងារបម្រើប្រយោជន៍ជាតិប្រជាជនមិនពាក់ព័ន្ធនឹងការកេងចំណេញនយោបាយចាអញ្ចឹងយើងចូលរួមធ្វើទាំងអស់គ្នាដើម្បីការពារប្រយោជន៍ជាតិនិងប្រជាជនចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេកុំឲ្យវីដេអូវែងពេកសូមអរគុណនិងសូមគោរពជម្រាបលា